រៀបរាប់ប្រវត្តិរឿងរ៉ាវនាងវិសាខាណាវិសាខាមានកូន20ណាហើយចៅ400ហើយនឹងចៅទួត8000សរុបទៅមកកូនចៅទួត8420ធ្វើបនបច្ចេកប្រូក្រាមទេណានឹងហើយរៀបរាប់មកដល់នាងភ្លេចអាវណាមិននាងខ្លួនឯងអ្នកភ្លេចទេផ្ញើទាស័យណាផ្ញើពេលចូលទៅវត្តនឹងទៅស្ដាប់ពធពាក្យអលង្ការចូលទៅវាមិនទំនងណាដោយសេចក្តីគោរពក្នុងភាសាស្ដាផងគោរពក្នុងពធផងក៏ដោះចេញទៅឲ្យទាស័យនឹងកាន់ហើយទាស័យនឹងភ្លេចពីនាងប្រើទាស័យឲ្យទៅយកវិញប៉ុន្តែផ្ដាំថាបើឃើញបំពេចផនដៈនឹងអលង្ការនឹងនៅកន្លែងដដែលអានឹងចាំនាងយកមកតែបើមានប្រធេរៈអង្គណាមួយលោកកាន់ហើយកុំយកអីណានាងទៅដល់វាអត់ឃើញនៅកន្លែងដដែលហ្នឹងព្រោះព្រះអនន្តលោករើសទុកណាធម្មតាក្នុងវិន័យឲ្យរើសទុកនៅថោសាមណេរក៏បែកចេះរឿងហ្នឹងផនដៈផ្សេងដែលកុហកគេមកណាគេភ្លេចត្រូវតាំងចិត្តថារើសទុកហ្នឹងទុកឲ្យគេវិញណាហើយក៏បែកចេះកិច្ចទៅទៀតរើសទុកហើយបើមិនឃើញម្ចាស់របស់គេមកអានឹងយើងក៏បីប្រកាសប្រាប់ដូចថ្ងៃសិលអញ្ចឹងទៅយើងប្រកាសថាមានរបស់ញាតិញោមភ្លេចនៅទីវត្តហ្នឹងពីថ្ងៃនេះឬក៏កំតន់អាចប្រាប់ថ្ងៃយើងក៏ថ្ងៃទុកតែយើងរើសថ្ងៃណាឧទាហរណ៍ថាញាតិញោមភ្លេចទូរស័ព្ទឬក៏ភ្លេចចិញ្ចៀនភ្លេចខ្សែកភ្លេចកាបូបលុយណាប៉ុន្តែយើងមិនត្រូវប្រាប់ត្រង់ទេតែត្រូវប្រកាសថាមានលោករើសបានរបស់អានឹងកិច្ចវិន័យហ្នឹងហើយកុំតន់អាលឲ្យគេឃើញរបស់មានតម្លៃឬក៏មិនមានតម្លៃហ្នឹងក៏យើងកុំតន់អាថាដើម្បីអ្នកខ្លះឧទាហរណ៍ដែលយើងប្រាប់ថាយើងរើសបានមាសសុំខ្លួនតែខ្ញុំភ្លេចឥឡូវហ្នឹងណាអញ្ចឹងដើម្បីកិច្ចក្នុងព្រះវិន័យហ្នឹងរើសទុកហ្នឹងប៉ុន្តែតាំងចិត្តឲ្យស្រួលបើតាំងចិត្តស្រួលទេឃើញកាបូបលុយគិតថារើសបើគេឃើញអាហ្នឹងទុកឲ្យគេបើគេមិនឃើញអញយកហើយអាហ្នឹងគ្រាន់តែអង្កលបន្តិចបរាជិកទៅមកណាសាមណេរមិនបាច់ដូចគ្នាអញ្ចឹងគាត់ថាអង្កលកម្រើកបន្តិចបរាជិកនេះសញ្ញាកៈរឿងលួចហ្នឹងវាមិនមែនដល់តែថាលួចបានមកទេរឿងអាបត្តិហ្នឹងណាគ្រាន់តែឃ្លាតចាក់ទីយកដៃទៅប៉ះអាបត្តិទុគាត់កម្រើកតន្តិចញ័រតន្តិចអាបត្តិធលច័យឃ្លាតចាក់ទីទៅមកប៉ិនជំរាកសក់បរាជិកហ្នឹងបើសិនជាដោយថយចិត្តទោះបីយើងកាន់យកទេអត់យករបស់គេទុកវិញណាបរាជិកបាត់ដែរណាអញ្ចឹងមុននឹងរើសហ្នឹងតាំងចិត្តឲ្យល្អថានឹងរើសទុកឲ្យគេអត់អីទេកាន់យកទុកហើយយើងប្រកាសទៅថ្ងៃសិលអីទៅយើងប្រាប់ណាប្រាប់ថាមានរើសបានរបស់ញាតិញោមណាភ្លេចនឹងប្រាប់ហែទៅហើយបើពេលគេមានមកស្វែងគុំថាខ្ញុំកណ្ដាភ្លេចរបស់យើងកុំតន់អាចប្រាប់ថារបស់អីញោមភ្លេចរបស់អីយើងសួរអញ្ចឹងណាបើយើងរើសបានមាសហើយញោមហ្នឹងក៏ថាខ្ញុំកណ្ដាបាត់មាសបើគាត់ថាអញ្ចឹងយើងត្រូវសួរដេញទៅទៀតថាតើមាសហ្នឹងមាសអីខ្សែកឬក៏ខ្សែដៃឬក៏ចិញ្ចៀនបើម្ចាស់មាសមែនសួរទៅឆ្លើយត្រូវណាគាត់ឆ្លើយត្រូវតាមហ្នឹងយើងឲ្យទៅតែឆ្លើយខុសពីរបស់ដែលយើងរើសបានមិនមែនទេណានឹងជាវិធីសាស្ត្រ
ក្នុងការចាត់ចែងរឿងវិន័យហ្នឹងទៅនឹងចំពោះរបស់ដែលជ្រុះនៅក្នុងវត្តតែបើក្រៅវត្តកុំរវល់សម្រាប់ភិក្ខុសាមណេរនឹងព្រះអនន្តលោករើសទុកទៅនាងទាសីទៅឃើញអញ្ចឹងទៅក៏ត្រឡប់ទៅប្រាប់នាងវិសាខាវិញថារបស់ហ្នឹងព្រះអនន្តពេលហ្នឹងព្រះអនន្តឲ្យយកតែនាងអត់យកថាម្ចាស់ស្រីខ្ញុំមិនយកទេរបស់ណាដែលលោកកាន់ហើយនោះណាវាមិនមែនជាក្បួនវាមិនមែនជាវិន័យអីទេអាហ្នឹងយើងកុំស្ដាប់រឿងហ្នឹងទៅឲ្យតែភ្លេចរបស់ណាលោកកាន់ឈប់ហ៊ានយកកុំអាងកន្លែងហ្នឹងហើយឲ្យតែភ្លេចអីយើងលែងហ៊ានយកអាហ្នឹងមិនត្រឹមត្រូវទេអានោះគឺជាសទ្ធារបស់លោកយាយវិសាខាម្នាក់ឯងចឹងទៅនាងរកឱកាសតែធ្វើទានណាឲ្យតែមានហេតុអីសំគួរនាងនឹងធ្វើណាចឹងទៅនាងខាងរបស់នឹងពធេរៈឬក៏សាមណៈបានប៉ះពាល់ហើយនាងមិនយកត្រឡប់ទៅវិញទេនាងប្រកេនមិនដោយអះអន់ចិត្តអីទេណាអានឹងដូចថាសំណាងនាងដល់អញ្ចឹងតែត្រូវធ្វើទានហើយរបស់ហ្នឹងប៉ុន្តែចូលទៅថ្វាយបង្គំព្រះអង្គទៅបើប្រកេនអភរណៈទាំងមូលអញ្ចឹងវាមិនសមរឿងទេអញ្ចឹងនាងសុំយកអភរណៈហ្នឹងយកទៅលក់ណាលក់ប្រកាសលក់ហ្នឹងស្មើនឹង9កោដកហបណៈហើយនឹង1សែនកហបណៈសម្រាប់ថ្លៃជាងដែលធ្វើនោះដែលលក់អត់មានណាហ៊ានទិញទេវាថ្លៃណាស់ហើយក្រៅពីនាងទ្រទ្រង់អត់សមទៅទៀតចឹងយកមកវិញបានទទួលព្រះដមាប្រភាកថាមិនមានអ្នកទិញក៏ហើយទៅចុះតែខ្ញុំព្រះអង្គសូមចេញតម្លៃហ្នឹងស្មើនឹងរបស់ហ្នឹងដើម្បីធ្វើជាបច្ច័យណាមួយក្នុងព្រះសាសនាទូលព្រះអង្គអញ្ចឹងព្រះអង្គថាអញ្ចឹងនាងធ្វើអារាមចុះបាននាងវិសាខាផ្ដើមធ្វើវត្តពុពារាមណាសុំកន្លែងធ្វើទៅបានធ្វើឃ្លាតពីក្រុងបន្តិចមិនចំក្រុងពេកទេហើយក្នុងការដែលចាត់ចែងធ្វើហ្នឹងចំពេលដែលព្រះអង្គចេញពីក្រុងសាវត្ថីទៅជាមួយភិក្ខុសង្ឃច្រើនអង្គអសីតិមហាសាវៈអីហ្នឹងទៅទាំងអស់នាងវិសាខាឃើញដំណើរព្រះអង្គទៅក៏សមរតនាភិក្ខុមួយអង្គណាតាមធម្មតានាងវិសាខាស្រឡាញ់ព្រះអនន្តណាចូលចិត្តព្រះអនន្តប៉ុន្តែមិនហ៊ានថាចំគាត់សុំភិក្ខុមួយអង្គដល់ទៅសុំនោះព្រះអង្គឲ្យមកកលៀននៅព្រោះព្រះមហាមកកលៀនលោកឆ្លៀសក្នុងការងារហ្នឹងព្រះមហាមកកលៀននៅកូនសិស្សលោក500ក៏នៅដែរនាងកសាងវត្តពុពារាមហ្នឹងជាប្រាសាទហ្នឹង2ជាន់ហើយ2ជាន់ក្នុងមួយជាន់500បន្ទប់ណាហើយនៅជុំវិញប្រាសាទហ្នឹងមានផ្ទះធំហ្នឹង500ណាសាលាតូច500សាលាវែងហ្នឹង500ហើយនៅប្រាសាទតូច500ជុំវិញពុពារាមហ្នឹងធ្វើឲ្យស្រេចព្រះសម្មាសម្ពុទ្ធព្រះអង្គនិមន្តត្រឡប់មកវិញកាលនោះព្រះអង្គទៅប្រោស